ហើយយបងប្អូនទីបំផុតរស្មីគុណខ្មែរបានបង្ហើបតកតងជាមួយនឹងការត្រៀមខ្លួនប៉ះជាមួយនឹងកីឡាករឌីមសារ៉ុមបាទស្វាគមន៍ប្រិមិត្តមកកាន់ Channel វាសនាគុណខ្មែរបាទថ្ងៃនេះដែរ Channel យើងខ្ញុំសូមនាំប្រិមិត្តមកតាមដានស្ដាប់នៅសាច់រឿងថ្មីពាក់ព័ន្ធជាមួយនឹងវិស័យកីឡាផ្ដាល់គុណខ្មែរសម្រាប់វីដេអូនេះបងប្អូនបាទគឺលើកឡើងអំពីការលើកឡើងរបស់កីឡាកររស្មីគុណខ្មែរជំវិញការត្រៀមខ្លួនប៉ះជាមួយនឹងកីឡាករឌីមសារ៉ុមបាទឌីមសារ៉ុមបងប្អូនប្រហែលជាស្គាល់ហើយបាទគឺជាកីឡាករជើងខ្លាំងគុណខ្មែរកំពុងតែកក្រើកបន្ទាប់ពីឈ្នះទួនបាទឈ្នះទាំងកីឡាករផានសង្ហៈឈ្នះទាំងកីឡាករប៉ែនកមហាម៉ាត់ដែលជាកីឡាករជើងខ្លាំងពិបាកក្នុងការរកដៃគូបាទក្នុងការប្រកួតជាពិសេសគឺកីឡាករគុណខ្មែរយើងតែម្ដងប៉ុន្តែយ៉ាងណាមិញបាទកាលពីអ៊ំទុកបាទស្មីគុណខ្មែររយៈមុននេះបាទឃើញថាកីឡាករឌីមសារ៉ុមគាត់ធ្វើបានល្អមែនទែនដោយគាត់អាចយកឈ្នះពិន្ទុលើកីឡាករប៉ែនកមហាម៉ាត់បានដោយជោគជ័យបងប្អូនបាទមិនធម្មតាទេសម្រាប់កីឡាករឌីមសារ៉ុមហើយកាលពីប៉ះជាមួយនឹងកីឡាករផានសង្ហៈហើយវាយឲ្យផានសង្ហៈបែកលោកកញ្ញាកដាបញ្ឈប់ឃើញបងប្អូនអ្នកគាំទ្រមួយចំនួនលើកឡើងថាខ្មោចឲ្យបាទខ្មោចឲ្យប៉ុន្តែជាក់ស្ដែងបងប្អូនឃើញហើយបាទប៉ុន្តែជាក់ស្ដែងបងប្អូនឃើញហើយការប្រកួតជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់បាទគឺកីឡាករឌីមសារ៉ុមគាត់បានប្រើកែងឲ្យកីឡាករប៉ែនកមហាម៉ាត់ពកទៀតបងប្អូនបាទបែកបាទអាចនិយាយបានថាល្អជាងពកបាទបើពកនេះអាចធ្វើឲ្យហៅថាកីឡាករវាចំណាយពេលយូរបាទចំណាយពេលយូរក្នុងការមើលថែដោយកីឡាករប៉ែនកមហាម៉ាត់នេះបាទទោះបីជាពកគេហៅថាមិនបែកឈាមមែនប៉ុន្តែក៏ពិបាកដែរបាទពិបាកគេហៅថាសុកចិត្តឲ្យបែកបាទបែកឲ្យបែកឈាមមកតែថាពកនៅខ្មៅហ្នឹងបងប្អូនបាទនៅខ្មៅហើយអញ្ចឹងការប្រើកែងអាវុធដ៏គ្រោះថ្នាក់របស់កីឡាកររបស់កីឡាករឌីមសារ៉ុមមិនមែនជាការខ្មោចឲ្យទេបងប្អូនបាទយើងមើលការប្រកួតជាក់ស្ដែងប៉ះជាមួយនឹងកីឡាករប៉ែនកមហាម៉ាត់ដែលបងប្អូនមហាជនបាទអ្នកខ្លះសិតថាហៅថាសន្យាដើរស្រាតទៀតណាបងប្អូនបាទសន្យាដើរស្រាតទៀតបើសិនជាកីឡាករឌីមសារ៉ុមគាត់អាចយកឈ្នះលើកីឡាករប៉ែនកមហាម៉ាត់បានហើយចុងក្រោយគឺមានការដើរស្រាតមែនបាទដើរស្រាតមែនគាត់ចិត្តសឿងដែរបាទគាត់ចិត្តសឿងដែរប៉ុន្តែខ្ញុំឃើញវីដេអូការដើរស្រាតរបស់គាត់ហាក់បីដូចជាមានការបិទបាំងចឹងដឹងថាគាត់ឆ្លៀកលីអូឬក៏គាត់ស្រាតអស់តែម្ដងបាទតែមិនថ្មីទេបងប្អូនបាទនេះគឺជាការសន្យារបស់គាត់បាទគាត់ហ៊ាននិយាយគាត់ហ៊ានថាបាទសូមសរសើរដល់ទឹកចិត្តរបស់គាត់ឥឡូវងាកមកចាប់អារម្មណ៍ការលើកឡើងរបស់កីឡាកររស្មីគុណខ្មែរវិញរស្មីគុណខ្មែរគាត់បានលើកឡើងថាការរៀបចំឲ្យប៉ះគ្នារវាងរស្មីគុណខ្មែរជាមួយនឹងកីឡាករឌីមសារ៉ុមបានរៀបរយហើយបាទបានរៀបរយហើយរងចាំតែការថ្ងៃប្រកួតតែប៉ុណ្ណោះខណៈដែលការប្រកួតលើកនេះបាទឥឡូវនេះគឺកីឡាកររស្មីគុណខ្មែរកំពុងតែស្ថិតនៅឯទឹកដីប្រទេសជប៉ុនបងប្អូនដើម្បីធ្វើការប្រកួតក្នុងកម្មវិធី knock out គុណខ្មែរបាទដែលរស្មីគុណខ្មែរនឹងត្រូវប៉ះជាមួយនឹងកីឡាករជប៉ុនបាទកីឡាករជើងខ្លាំងរបស់ជប៉ុនហើយរស្មីគុណខ្មែរគាត់ថាការប្រកួតជាមួយនឹងកីឡាករឌីមសារ៉ុមមានការរៀបចំរួចហើយរងចាំតែថ្ងៃប្រកួតទេហើយយ៉ាងណាគាត់ថាគាត់ឥឡូវនេះធ្វើមិនឲ្យចប់សពគ្រប់នៅឯទឹកដីប្រទេសជប៉ុនប៉ះជាមួយនឹងកីឡាករជប៉ុននៅសៃវៀន knock out សិនបាទហើយរឿងឌីមសារ៉ុមចាំថ្ងៃក្រោយទៀតបាទហើយមិនទាន់ដឹងថាស្ថានីយ៍ណាអ្នករៀបចំខាងការប្រកួតនោះមានការដណ្ដើមពានដណ្ដើមលួយធំឬដណ្ដើមខ្សែក្រវ៉ាត់យើងក៏មិនទាន់ដឹងដែរប៉ុន្តែរស្មីគុណខ្មែរខ្លួនឯងផ្ទាល់បានលើកឡើងបែបនេះបាទដឹងតែជួបគ្នាហើយបងប្អូនបាទដឹងតែជួបគ្នាហើយឌីមសារ៉ុមកំពុងតែឡើងខ្លាំងគណៈដែលកីឡាកររស្មីគុណខ្មែរក៏មិនអន់ដែរយើងចាំអត់ទាំងអស់គ្នាបងប្អូនយល់ថារស្មីគុណខ្មែរអាចទប់ជាមួយនឹងកីឡាករឌីមសារ៉ុមបានឬក៏យ៉ាងណាបងប្អូនអាចចូលរួមជាមតិយោបល់ម្នាក់មួយវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា
ហើយក៏បងប្អូន